ក្រោយពីចាប់ផ្ដើមរៀបចំអីវ៉ាន់រួចរាល់យើងក៏សម្ដៅមកកន្លែងកំពង់ផែសម្រាប់ធ្វើដំណើរតាមទូកចេញពីកោះរំសន្លឹមទៅកាន់កោះស្ដេចទៅខាងកោះអភិជន Resort ហើយយើងធ្វើដំណើរនេះតាមវិរៈបុណ្យធម្មតម្លៃសម្បត្តិក្នុងម្នាក់ដូចជា13ទៅ$17រយៈពេលធ្វើដំណើរយើងចំណាយពេលតែ50ទៅ60នាទីទេគឺទៅដល់ហើយធ្វើដំណើរតាមទូកគឺវាលឿនជាងការធ្វើដំណើរតាមឡានបើសិនយើងបកទៅកំពង់ផែវិញវាប្រើរយៈពេល25នាទីហើយឡើងពីកំពង់ផែមកខាងកោះកុងអានឹងវាចំណាយពេលជាង2ម៉ោងហើយតម្រាំតែយើងចុះទូកមកខាងកោះស្ដេចវិញអានឹងវាទៅ10-20នាទីទៀតអញ្ចឹងមកយើងបូកសរុបម៉ោងទៅវាអាចប្រើរយៈពេល3ម៉ោងជាងអីនោះបានទៅដល់កោះស្ដេចអញ្ចឹងមកយើងជិះទូកចំណេញពេលបានច្រើនមែនតើឥឡូវនេះយើងបានមកដល់កោះអភិជនទាំងហើយពេលចុះពីទូកភ្លាមយើងចូលទៅ check in មកគេចាំទទួលយកអីវ៉ាន់យើងហើយជូនយើងមកដល់កន្លែងស្នាក់នៅតែម្ដងថ្ងៃនេះគឺខ្ញុំជួលជាប្រភេទ private villa មួយសម្រាប់នៅឲ្យដាច់ពីគេប៉ុន្តែអត់នៅលើទឹកទេគឺនៅលើដីធម្មតាតម្លៃពេញនៅក្នុងមួយយប់គឺ$180ប៉ុន្តែដោយសារតែខ្ញុំកក់នៅលើ online ហើយតម្លៃដែលខ្ញុំបានគឺតែ$80ទេនេះគឺជាផ្ទៃខាងមុខនៃ villa private villa ហើយនៅខាងផ្ទះហ្នឹងគឺយើងមានអាងហែលទឹកមួយមានកៅអីអង្គុយមួយគូផ្លូវចូលទៅក្នុងនេះយើងមើលឃើញថាមានកន្លែងបន្ទប់ទទួលភ្ញៀវនឹងធំទូលាយស្អាតនៅខាងឆ្វេងដៃគឺយើងមានទូរទស្សន៍មួយនៅខាងមុខចំគឺយើងមានសាឡុងអង្គុយលេងហើយបើងាកមកខាងស្ដាំនេះមកគឺយើងមានកន្លែងទីធ្លាមួយយ៉ាងទូលាយបន្តិចហើយខាងនោះនេះគឺយើងប្រើតេឡេបានបើចាំទាញក៏បានដែរនៅខាងឆ្វេងដៃខាងមុខចំនេះគឺកន្លែងគេហើយនៅខាងឆ្វេងដៃគឺយើងមានអាហារសម្រន់មានកាហ្វេមានកែវមានអីចឹងមកតែខាងក្រោមនេះគឺគេមានជាប្រភេទទូទឹកកកតូចមួយដែលនៅខាងក្នុងមានភេសជ្ជៈមួយចំនួនប៉ុន្តែសេដ្ឋកិច្ចលុយមួយតម្លៃ$2.5សេន$2កន្លះហើយនៅក្នុងថតតុកនេះមានកាហ្វេមានអីចឹងទៅអាហ្នឹង free អត់គិតលុយទេនៅបន្ទប់គេងនេះគឺប្រភេទក្រែking size វារៀងធំគ្រាន់បានដែរគេង2នាក់អត់ទៅគ្នាទេហើយមានការរចនាអីនៅក្នុងនេះគឺពិតជាស្អាតមែនទែនគួរឲ្យចង់រស់នៅការរចនាភ្លើងនៅជុំវិញបន្ទប់មើលទៅគួរឲ្យស្អាតមែនទែនឥឡូវនេះខ្ញុំដើរសម្ដៅមកកន្លែងបន្ទប់ទឹកបន្តិចឲ្យមើលតើនៅក្នុងបន្ទប់ទឹកនោះមានអីខ្លះនៅខាងឆ្វេងដៃនេះមានក្រមាពូកូដែលគេដាក់នៅលើជណ្ដើរឫស្សីមួយ design គ្រាន់បើមែនទែនហើយនៅខាងមុខចំនេះគឺជាទូកៅអាវនៅខាងក្នុងនេះគឺមានកៅអៅគេងយប់មានប្រាប់អ៊ុតកៅអៅឆ្នាំងអ៊ុតកៅអៅហើយនៅស្បែកជើងផ្ទាត់អីសម្រាប់ដើរនៅក្នុងផ្ទះហើយកន្លែងទៀតគឺមានថ្នាំដុសធ្មេញអីធម្មតាច្រាស់ដុសធ្មេញកន្លែងព្រឹកព្រលឹមឡើងស្អាតអត់មានកក្រិចអីទេហើយប្រគុណនេះគឺប្រើភ្លើងចឹងបើទៅជាអីយើងអាចចុចឲ្យក្តៅបាននៅចំពីខាងមុខប្រគុណហ្នឹងគឺមានរូបគំនូរមួយអញ្ចឹងអាចមើលរូបគំនូរលេងកំសាន្តបានហើយបើតែញាក់មកឆ្វេងដៃនេះគឺកន្លែងត្រាំទឹកហើយនិងកន្លែងមួយទឹកហ្នឹងក៏ទំនើបដែរស្អាតក្រោយពីមួយទឹកសម្អាតខ្លួនហើយដើរចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសបន្តិចហើយនៅខាងមុខចំហ្នឹងគឺគេមានកន្លែងសម្រាប់គេងលេងសម្រាប់កំសាន្តថ្ងៃនេះរៀងដូចជាមានខ្យល់ច្រើនបន្តិចប្រហែលជារកភ្លៀងហើយអ្នកដែលគាត់មកលេងនៅកោះអភិជននេះគឺគាត់អាចជួលខាយ៉ាកជិះលេងកំសាន្តបានខ្ញុំមិនដឹងតម្លៃគេប៉ុន្មានទេប៉ុន្តែឃើញបងប្អូនដែលគាត់មកស្នាក់នៅក្នុងថ្ងៃនេះគាត់នាំគ្នាជួលខាយ៉ាកម្នាក់មួយជិះនៅខាងមុខឆ្នេរហ្នឹងតែម្ដងឃើញមានអ្នកខ្លះគាត់មកជាលក្ខណៈគ្រួសារអ្នកខ្លះគាត់មកជាលក្ខណៈដៃគូអញ្ចឹងមកហើយគាត់លោតទឹកលេងកំសាន្តអីនៅមុខហ្នឹងនេះគឺជាភោជនីយដ្ឋាននៅលើកោះអភិជនហ្នឹងយើងអាចកំងអាហារញ៉ាំបានគឺបើករហូតតែម្ដងពួកខ្ញុំមកដល់គឺកំងពិសាញ៉ាំមួយហេវណាស់នៅក្បែរ resort ហ្នឹងគឺមានកន្លែងមួយសម្រាប់ឲ្យយើងជួលម៉ូតូជួលកង់ជិះបាននៅគៀនហ្នឹងទេគឺយើងដើរមកគៀនហ្នឹងតិចមកគឺយើងមកឃើញកន្លែងគេជួលកង់អាគុយហ្នឹងហើយពួកខ្ញុំជួលកង់អាគុយមួយតម្លៃក្នុង1ម៉ោង$10000រៀលសម្រាប់បងប្អូនដែលចង់ដឹងពីការរស់នៅរបស់ពលរដ្ឋនៅលើកោះហ្នឹងយ៉ាងម៉េចជួលកង់តែ2ម៉ោងទេគឺសពកន្លែងអស់តែម្ដងនៅខាងកោះស្ដេចនេះគឺគេមានលក់អាហារលក់អីដូចតែយើងនៅលើដីដូចគ្នា
ហើយបើអាហារវិញនៅខាងក៏អបជនហ្នឹងគេអត់មានហាមឃាត់យើងអត់ឲ្យយកអាហារចូលទេអញ្ចឹងយើងអាចចេញមកក្រៅដើម្បីរកអាហារដែលយើងចង់ញ៉ាំបានហើយនៅលើនេះគឺមានគ្រឿងសមុទ្រគ្រឿងអីស្រស់ៗមែនតើអញ្ចឹងបើសិនជាចង់ញ៉ាំគ្រឿងសមុទ្រជិះមកក្នុងភូមិគេមកហើយចាប់ផ្ដើមកំងយកមកញ៉ាំនៅក្នុងបន្ទប់ក៏បានដែរពេលព្រឹកបាទម៉ោង 9 ដល់ម៉ោង 10 កន្លះមើលមកគេមានអាហារញ៉ាំអីខ្លះក្រោយពីញ៉ាំអាហារពេលព្រឹករួចហើយយើងចាប់ផ្ដើមឡើងទូកចុះមកកំពង់ផែកំពង់សោមវិញការធ្វើដំណើរពីកោះកុងថ្ងៃនេះមកកំពង់សោមគឺមានរៀងរលកខ្លាំងមែនទែនខ្យល់រៀងខ្លាំងណាហើយពេលមកធ្វើដំណើរហ្នឹងគឺរៀងបក់បោកភ្លៀងសាចទឹកសាចអីរៀងខ្លាំងក្រាន់បើការប្រើរយៈពេលពីកោះកុងមកកំពង់សោមរៀងយូរបន្តិចដោយសារតែគេត្រូវចូលកោះរ៉ុងបញ្ជូនអីវ៉ាន់ចេញដាក់អីវ៉ាន់ចូលផ្សេងទៀតអញ្ចឹងចំណាយពេលប្រហែលជាចង់2ម៉ោងបានដល់ច្រាំងកំពង់សោមអីសតមួយនេះនៅលើកោះស្អាតដែរឈ្មោះ Mad Monkey គេទៅតែបើកពីខែមុនទេហើយតម្លៃបើនៅជាក្រុមមួយក្រែ$10ជាងក្នុងម្នាក់ធូរថ្លៃទេ